Ok,ជំរាបសួរពុកម៉ែបងប្អូនអរគ្នាខ្ញុំនឹងបង្រៀនពុកម៉ែបងប្អូនពីរបៀបបង្កើតបញ្ជីស្រង់វត្តមានជាត្រីមាសម្ដងដើម្បីស្រង់នៅលើ Google Sheet ហើយយើងធ្វើបែបនេះគឺមានភាពងាយស្រួលសម្រាប់តាមដានការសិក្សារបស់បងប្អូនសិស្សនិស្សិតហើយសម្រាប់សាលាដែលយើងមានច្រើនសាខាយើងអាចធ្វើនៅលើ Google Spreadsheet នេះគឺមានភាពងាយស្រួលអូខេអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរខ្ញុំនឹងបង្ហាញលោកគ្រូអ្នកគ្រូទាំងអស់គ្នាពីរបៀបបង្កើតតារាង Google Spreadsheet តែយើងអត់ធ្វើនៅលើនេះទេបងប្អូនបើសិនជាយើងធ្វើនៅលើ Google Spreadsheet វាអត់មាន column ច្រើនបែបនេះទេបាទយើងធ្វើនៅលើ Excel ហើយបន្តមកទៀតយើង upload file ហ្នឹងចូលនៅក្នុងយើង upload file នេះចូលនៅក្នុង Google Sheet បាទអញ្ចឹងលោកគ្រូអ្នកគ្រូបើកលើ Excel តែមកបាទ Excel ហើយយើងបើក blank worksheet នេះបាទខ្ញុំដាក់លេខរៀងសិនបាទនេះគឺខ្ញុំដាក់ create name English nameហើយកន្លែងនេះខ្ញុំដាក់ gender នៅក្នុង gender នេះយើងអាចជ្រើសរើសជា option ក៏បានដែរដើម្បីជ្រើសរើសជា option បានគឺយើងត្រូវយកនៅក្នុង data ហើយបន្តមកទៀតយើងយក data validation នេះហើយយើងយក data validation ហើយបន្តមកកន្លែងនេះ allow នេះយើងយក list បាទកន្លែងនេះយើងវេមកយើងអាចដាក់និមិត្តសញ្ញាប្រុសស្រីហ្នឹងអក្សរ M និងអក្សរ S ទៅដើម្បីងាយស្រួលសម្រាប់ស្លាប់របស់យើងមានគ្រូបរទេសអញ្ចឹងគាត់ដឹងបាទអញ្ចឹងយើងដាក់បែបនេះមកហើយយើងចុច OK ហើយនៅក្នុងនេះឃើញវា load បែបនេះណាអញ្ចឹងយើង copy មក select លើវាទាំងអស់មកឧទាហរណ៍ថាយើងដាក់ប៉ុណ្ណេះហើយលេខរៀងនេះបាទយើង select លើវាមកខ្ញុំដាក់ប៉ុណ្ណេះចុះហើយខ្ញុំយក fill series នេះដើម្បីកំណត់លេខរៀងលំដាប់លំដោយបាទនេះឈ្មោះខ្មែរហើយនេះឈ្មោះជាភាសាអង់គ្លេសខ្ញុំ copy តារាងជាឈ្មោះសិស្សមួយសិនឬចាំឲ្យគ្រូគាត់បំពេញពេលក្រោយក៏បានដែរgender នេះដូចគ្នាលោកគ្រូអ្នកគ្រូគាត់អាចបំពេញចុចលើនេះដើម្បីជ្រើសមកហើយនេះ level អូខេអញ្ចឹងកន្លែងនេះយើងមើលនៅក្នុងគំរូនេះជាពេល3ខែយើងអាច select ចាប់ពីអក្សរ F នេះមក55ថ្ងៃដល់អក្សរ BG បាទអញ្ចឹងដូចគ្នាអក្សរ F នេះមកបាទដល់អក្សរ B អក្សរ A ដល់ហើយទេអក្សរ BG បាទ BG ប៉ុណ្ណេះបាទហើយបន្តមកទៀតយើងពង្រួមឲ្យទុចនេះមកបាទឥឡូវយើងបានហើយអូខេចឹងកន្លែងនេះយើងពង្រីករៀងធំតិចមកយើងត្រូវឥឡូវ save សិនខ្ញុំ save ឯកសារនឹងទុកសិនបាទខ្ញុំជ្រើសរើសទីតាំងមួយទុកខ្ញុំដាក់ក្នុង folder នេះមកខ្ញុំជ្រើសរើសក្នុងទីតាំងមួយនេះខ្ញុំដាក់ចូលនៅក្នុងកម្មវិធីឯកសារនេះខ្ញុំយក Cambridge ខ្ញុំដាក់នៅក្នុងនេះខ្ញុំបង្កើតនេះថ្មីcalendar
បាទខ្ញុំចុច open នេះមកខ្ញុំដាក់អូខេយើងដាក់ចំណងជើងនេះសិនមក GEP attendance អូខេយើងដាក់ file name មកហើយនៅក្នុងនេះយើងចូល select តារាងសិនមកដាក់ border បាទ border បែបនេះកន្លែង gender ដាក់រៀងទូតិចក៏បានដែរអត់អីបាទអូខេអញ្ចឹងបន្តមកទៀតយើង select តារាងនេះទាំងអស់បាទត្រឹមអក្សរ BG នេះហើយយើងដាក់ all border នេះមកអញ្ចឹងបងប្អូនត្រូវ select អក្សរនេះឲ្យចំកណ្ដាលបងប្អូនយកកន្លែងនេះបាទកណ្ដាលមកបាទហើយកន្លែងនេះយើងដាក់មកខាងស្ដាំមកខាងឆ្វេងមកបាទហើយយើងអាចចាក់ពណ៌នឹងនេះបានយើងបញ្ចូលផ្ទៃនេះយើងដាក់ពណ៌ខៀវបាទខ្ញុំស្រឡាញ់ពណ៌ខៀវហើយសំទោសអានេះអក្សរទេបាទអក្សរនេះដាក់ពណ៌សវិញបាទអក្សរពណ៌សហើយផ្ទៃនេះដាក់ពណ៌ខៀវបាទហើយទំហំអក្សរនេះខ្ញុំអាចប្រៀបរៀងធំជាងមុនបន្តិចអូខេអញ្ចឹងយើងធ្វើបន្តឧទាហរណ៍ថានៅក្នុងឆ្នាំសិក្សាចាស់2024 2025នេះគឺយើងចប់ត្រឹមថ្ងៃទី8 ខែសីហាអញ្ចឹងយើងមាន term break យើងនឹងចូល term ថ្មីនៅថ្ងៃទីយើងកំណត់មើលសិនបាទខ្ញុំកំណត់មើល term ថ្មីក្នុងការចូលរៀនខ្ញុំចុចមើលនៅក្នុង calendar នេះមកខ្ញុំចុចមើលខែ 8 នេះយើងឲ្យគាត់សម្រាប់មួយសប្តាហ៍អញ្ចឹងមួយសប្តាហ៍នេះពេញហើយយើងចូលថ្ងៃទី 18 វិញបាទចូលថ្ងៃទី 18 បាទអញ្ចឹងយើងកំណត់នៅក្នុងនេះមកបាទចាប់ពីថ្ងៃទី 18 បាទ 18 ខែ 8 ខ្ញុំសេ 8 18 25បាទនៅក្នុងនេះយើងអាចកំណត់វាបានយើងចូល custom នេះមកហើយក្នុងនេះយើងដាក់យើងចង់ឲ្យចេញខែនៅក្នុងនេះដែរបាទហើយថ្ងៃទីដូចគ្នាយើងដាក់ 3 មកបាទយើងមានខែមានថ្ងៃឬក៏យើងចង់ដាក់ថ្ងៃមុនក៏បានដែរឬក៏ខែមុនក៏បានដែរបាទវានឹងចេញគំរូបែបនេះបាទអញ្ចឹងយើងចុចលើនេះមកហើយបន្តមកទៀតយើងកំណត់ alignment នេះយើងដាក់ alignment នេះផ្ដេកបាទលោកគ្រូអ្នកគ្រូអាចចុចលើនេះទាញយើងក៏បានដែរបាទពីបែបនេះក៏បានដែរអក្សរនេះវានឹងផ្ដេកបាទអូខេអញ្ចឹងថ្ងៃទី 8 ខែ 8ថ្ងៃបាទអត់ត្រូវទេយើងមកដាក់នេះខុសមែនបាទអញ្ចឹងយើងចូលនេះម្ដងទៀត number នេះហើយយើងចូល custom នេះយើងដូរវិញបាទយើងដាក់នេះ mm 3 ដងមកហើយកន្លែងនេះយើងដាក់អក្សរ dd វិញបាទអូខេអញ្ចឹងថ្ងៃទី 18 ខែ August ហើយយើងអូសបែបនេះមកបាទឃើញទេវា load auto ដោយស្វ័យប្រវត្តិតែសុំរៀបចំកែប្រែសិនព្រោះនៅក្នុងខែខ្លះប៉ះថ្ងៃបុណ្យឬក៏ថ្ងៃអាសៅអាទិត្យអញ្ចឹងយើងរាប់តែថ្ងៃដែលពួកគាត់រៀននេះអញ្ចឹងនៅក្នុងនេះយើងត្រូវដូរអញ្ចឹងយើងមើលនៅក្នុង calendar អញ្ចឹងយើងចូលនៅក្នុង calendar ទូរស័ព្ទដៃរបស់យើងមកយើងដើម្បីយើងបើកមើលបាទក្នុងកុំព្យូទ័រក៏បានដែរថ្ងៃទី 18 ដល់ 22 បាទ18 ដល់ 22បាទនេះសប្តាហ៍ហើយបន្តមកទៀត 25
bạn nhưng chấpពីថ្ងៃទី25យើងដូរនេះវិញមក25ចឹងយើងអូស25នេះមករហូតដល់ថ្ងៃទី29បាទនេះបាទបែបនេះហើយបន្តមកទៀតយើងដូរយើងចូលខែថ្មីខែ9ពីថ្ងៃទី1ដល់ថ្ងៃទី5បាទចឹងយើងដាក់អានេះខែ9វិញមកខែ9យើងដាក់ខែ9មកហើយកន្លែងនេះយើងដូរដាក់ថ្ងៃទី1បាទយើង enter ចូលមកយើងអូសមកបាទអូសដោយសារគាត់ទី5អូខេនៅក្នុងនេះលោកគ្រូអាច highlight ពណ៌វាបានណាយើងអាច highlight ពណ៌បែបនេះបានដើម្បីយើងងាយស្រួលក្នុងការចំណាំចឹងខ្ញុំ select highlight ឲ្យមកចាប់ត្រឹម20 29បាទចាប់ត្រឹម29នេះយើង highlight ដូរពណ៌បន្តិចមកយើងដូរពណ៌បាទខ្ញុំដូរពណ៌បែបនេះបាទពីថ្ងៃទី1បាទបន្តចឹងនៅក្នុងការធ្វើ calendar នេះគឺយើងត្រូវដកថ្ងៃបន់ជាតិបន់អីផ្សេងៗអស់បាទពីថ្ងៃទី8ដល់ថ្ងៃទី12ថ្ងៃទី8ទី5ហើយបាទទី5ហើយថ្ងៃទី8បាទចឹងនៅក្នុងនេះយើងដូរវិញមកថ្ងៃទី8ពីថ្ងៃទី8នេះដល់ថ្ងៃទីប្រហែល12បាទយើងអូសមកយើងនឹងឃើញលេខវា load នៅខាងក្រោមហ្នឹងណាថ្ងៃ12លើថ្ងៃ13បាទត្រឹម12បាទអូខេថ្ងៃ12ហើយបន្តមកទៀតពីថ្ងៃទី15ដល់ថ្ងៃ19បាទអញ្ចឹងយើងដូរវិញមកពីកន្លែងនេះ15បាទ15ដល់ថ្ងៃទី19មួយសប្តាហ៍អូខេបានសប្តាហ៍ទៀតចឹងនៅថ្ងៃទី22 23 24គឺយើងសម្រាប់អត់បានរៀននេះចឹងមាន25 26បាទចឹងនៅក្នុងនេះយើងដូរដាក់ថ្ងៃទី25បាទ25 26បាទបែបនេះហើយបន្តមកទៀត29 30យើងដាក់29បាទ29 30អូខេអញ្ចឹងយើងអស់ហើយយើងចូលខែ October យើងធ្វើបន្តអញ្ចឹងនៅក្នុងនេះយើងដាក់ថ្ងៃទី1ថ្ងៃទី1ហើយកន្លែងនេះយើងដាក់ខែ10បាទយើងអូសពីថ្ងៃទី1ដល់ថ្ងៃទី3 1 2 3បាទហើយបន្តមកទៀតយើងអូសពីថ្ងៃទី6ដល់ថ្ងៃទី10យើងដាក់ខែ10ថ្ងៃទីណាបាទថ្ងៃទី6ថ្ងៃទី6ដល់ថ្ងៃទី10អូខេបាទហើយបន្តមកទៀតពីថ្ងៃទី13ដល់ថ្ងៃទី17ថ្ងៃទី13ដល់ថ្ងៃទី17 13ចឹងយើងអូសនេះមកថ្ងៃ13ដល់ថ្ងៃទី17 16 17បាទនៅក្នុងនេះថ្ងៃទី15ថ្ងៃទី15នេះបាទថ្ងៃបុណ្យយើងលុបចេញទៅណាបាទបងប្អូនអាចលុបចេញមកចុចមកស្ដាំលើវា select លើដល់ពេលបើបងប្អូនចង់លុប column នេះចេញបងប្អូនយក cursor នេះដាក់ឲ្យចំនៅលើខាងលើនេះមកជួរខាងលើជួរអក្សរលេខរៀងនេះយើងយកពាក្យ delete អញ្ចឹងវាលោតចូលហើយអញ្ចឹងថ្ងៃ13 14 16បាទ16បាទ17ហើយបន្តមកទៀតពីថ្ងៃទី20ដល់ថ្ងៃទី24បាទអញ្ចឹងថ្ងៃទី20បាទ20 select ថ្ងៃទី20មក20ដល់24
បាទ24ហើយពីថ្ងៃទី27ដល់ថ្ងៃទី31 27ដល់31យើងស្លេចដូចគ្នាមក27 31អូខេចឹងនៅក្នុងនេះនៅក្នុងខែ10នេះយើងមានថ្ងៃទី29តាមថ្ងៃសម្រាប់មួយទៀត29អញ្ចឹងយើងលុប29នេះចេញបាទយើងចុចលើនេះមកហើយយើង delete ចោលបាទអូខេអញ្ចឹងយើងរាប់មើលចំនួនថ្ងៃដែលសិស្សរបស់យើងបានរៀនដើម្បីគណនារោចំនួនថ្ងៃអញ្ចឹងយើងមើលរូបមន្តបែបនេះបាទ counter យើងយក counter បានថាយើងត្រូវ select ចំនួនថ្ងៃនេះបាទចំនួនថ្ងៃស្មើ counter មកហើយយើង select ចំនួនថ្ងៃហើយយើងបិទវងកញ្ចក់ហើយបន្តមកទៀតយើងដាក់សញ្ញា n ហើយយើងដាក់ days ហើយ day នោះយើងដាក់ថ្ងៃព្រោះថ្ងៃរាប់វាមានឯងអញ្ចឹងយើងចូលនេះវិញបាទនៅក្នុងនេះខ្ញុំដាក់រូបមន្តបែបនេះមួយស្មើ counter ណា count ឬ count A បាទសំដៅ count A យើង select ពីនេះមកបាទ select ពីនេះមកបាទ select បែបនេះហើយបន្តមកទៀតយើងបិទវងកញ្ចក់ហើយយើងដាក់សញ្ញានេះមកហើយយើងដាក់ថ្មិញកណ្ដុរដាក់ days បាទបិទនេះវិញមកហើយយើងបិទវងកញ្ចក់បាទអូខេអញ្ចឹងនៅក្នុងនេះវាឲ្យយើងcorrect វិញ correct accept នេះមកអញ្ចឹងវាត្រូវយើងមានចំនួនប្រហែលថ្ងៃបាទ54ថ្ងៃបាទជាទូទៅយើងរៀនគឺចន្លោះពី50បាទពី50ទៅ54រយៈពេលមួយថឺមគឺស្មើនឹង54ថ្ងៃអញ្ចឹងដើម្បីច្បាស់បងប្អូនអាចរាប់មើលបាន1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54បាទ54ថ្ងៃត្រឹមត្រូវអញ្ចឹងយើងអាច highlight ពីពណ៌នេះ September នេះ October 3ខែយើង highlight នេះមកយើងដាក់ពណ៌ផ្សេងបាទយើងអាចដាក់ពណ៌បែបនេះក៏បានដែរបាទដើម្បីយើងចំណាំហើយនៅក្នុងនេះយើង select នេះមកយើងមើលបញ្ចូលគ្នានេះយើងដាក់ថា October 2025បាទហើយកន្លែងនេះយើងដាក់September មក September 2025ដូចគ្នាកន្លែងនេះយើង select នេះមកយើងមើលបញ្ចូលគ្នាដូចគ្នាយើងដាក់August 2025អូខេចឹងយើងបានហើយនេះយើង select វាចឹងមកកន្លែងនេះយើងអាចដាក់ column វាហើយយើងអាចព្រាកធំជាងនេះតិចទៀតក៏បានដែរចុច Ctrl អក្សរ V អក្សរយ៉ាងធំបាទអូខេអញ្ចឹងយើងបានបែបនេះហើយ
បន្ទាប់មកទៀតលោកគ្រូអ្នកគ្រូត្រូវគណនាបាទសរុបនេះយើងត្រូវធ្វើសរុបចំនួននេះនៅក្នុងនេះយើងដាក់ total ចំនួនថ្ងៃបាទអញ្ចឹងនៅក្នុងនេះយើងដាក់មក total ហើយកន្លែងនេះយើងប្រើរូបមន្តសាំដើម្បីបូកសរុបវាស្មើ s um បាទបូកសរុបអញ្ចឹងបូកសរុបនេះគឺយើង select ចាប់ពីកន្លែងនេះមកបាទយើងស្រង់ពីថ្ងៃទី18ខែសីហារហូតដល់ថ្ងៃទី31បាទ31តុលាអូខេយើង enter មកយើងឃើញចំនួនណាហើយអានេះយើងដឹងតែចំនួនសិស្សដែលគាត់បានមករៀនវានឹងរាប់ចំនួនសិស្សមករៀនអូខេហើយបន្តមកទៀតលោកគ្រូអ្នកគ្រូត្រូវធ្វើ percentage យើងចង់បានប្រមាណភាគរយនៅក្នុងនេះយើងត្រូវរករូបមន្តជាភាគរយយើងចែកដើម្បីរកជា percentage នេះអញ្ចឹងដើម្បីរក percentage បាទ percentage នេះ percentage បាទរូបមន្ត percentage យើងស្មើបានន័យថាយើងselect លើនេះទាំងអស់បាទទាំងអស់មក select លើនេះទាំងអស់មកហើយយើងចែកចំនួនថ្ងៃនៅក្នុងនេះយើងមានប្រមាណថ្ងៃអ្នកទាំងអស់គ្នានេះ54ថ្ងៃយើងចុចលើនឹងមកហើយយើងចែកបាទបែបនេះក៏បានឬក៏យើងវាយលេខក៏បានដែរបាទអ្នកទាំងអស់គ្នាអាចដាក់កន្លែងនេះយើងអាចវាយលេខ54បាទអញ្ចឹងវានឹងចេញបែបនេះបាទ54ថ្ងៃកន្លែងនេះយើងលុបចេញអូលុបអត់ចេញបាទយើង select ម្ដងទៀតមកអូខេអញ្ចឹងយើងស្មើម្ដងទៀតស្មើយើង select ទៅលើចំនួននេះតើតើនឹងការ select នេះយើងយកពីខាងមុខមុនក៏បានខាងក្រោយក៏បានដែរបាទ select នេះមកបាទ select បែបនេះហើយយើងបិទវងកញ្ចក់ក៏បានបិទក៏បានដែរអូសំទោសអានេះយើង select នេះសិនបាទអត់តនេះទេយើងចែកជាមួយនឹង54ថ្ងៃបាទអញ្ចឹងនឹងឃើញចំនួននេះបាទនឹងឃើញចំនួនថ្ងៃនេះហើយនេះជាប់នេះចឹងសំទោសលុបនេះសិនខ្ញុំលុបនេះចោលចេញខ្ញុំដាក់ស្មើម្ដងទៀតស្មើយើង select លើចំនួននេះបន្តមកទៀតយើងចែកជាមួយនឹង54មូលហេតុនេះវាចេញជាប់នេះអូខេឥឡូវយើងទុកចោលនឹងសិនចុះខ្ញុំមើលសិនណារូបមន្តនេះស្មើសំទោសសម្រាប់ percentage យើងអត់ចាំបាក់ select លើនេះទេបាទគឺយើងត្រូវ select យក total នេះចែកជាមួយនឹង54មកបាទអូខេអញ្ចឹងស្មើយកចំនួននេះចែកជាមួយនឹង54បាទចែក54បាទដូចបែបនេះហើយបន្តមកទៀតយើងត្រូវរកattendance ជាភាគរយឧទាហរណ៍ថា attendance នេះយើងចង់បានប៉ុន្មានភាគរយនៅក្នុងការបូកសរុបបន្ទុកនឹងឲ្យសិស្សអាស្រ័យទៅលើបងប្អូនអ្នកកំណត់ attendance នេះយើងចង់បាន5% 10% អាស្រ័យលើបងប្អូនទេអញ្ចឹងខ្ញុំយក attendance នេះ10% បាទ10% line នេះ percentage អូខេ
chẳng làm bay rồi phía rồi ní là dương mơ không đi sân của bạn đấy rụt một lần nhầm trong một hai ấy cứ dương trời vô chùm luôn percentage ní tới quân nâng đọc bạn chẳng dương smart chùm một percentage ní quân chùm mùi nữa quân chùm một đọc bạn chụp vào bạn đi mà ok cái này này dương select ra nó ok dương bạn đặt 12 dương mơ cái này nhé dương đặt tờ ráo và select nó bóng ôn rồi select nó này nó B G ok có tập một tí là tờ ràng bạn này chân dương bạn tờ ràng bạn 12 ấy anh lấy nhầm út thì họ đâm bay ở bóng ôn mơ nhầm út thì họ đâm bay ở bóng ôn mơ anh lấy út thì thà con sa A này cột màu riêng tôi ta cột màu một ngày đã lệnh mùi cho nó muối cột màu riêng pin được nằm khai vùng bảy ok ta sẽ phạm được nằm khai thì muối khai cả nhá cột apartment nhưng mà sồn anh ấy cột xong chụp áp và tập nó cột apartment cột xong chụp áp sồn chết prang chân dương đừng khơi được lại này ha thấy nhé để tao này ai khơi được nằm này ha chân percentage ní dương cầm nợ cùng rùm về nó bạn như từ Python bạn này cái này đấy dương cùng rùm về nó giờ từ Python bạn này ok chân viên đang khơi nhỉ còn sao nó cận ban màu riêng chừng còn đập Python ngay gần lại chân dương khơi là tập hợp bạn này nè lại này dương ai cùng rùm tôi là một bạn này ok bạn này máu cái này dương ai sẽ remark làm bay cầm đặt simple bạn ok chân dương attendance như bạn thấy dương đặt lại nếu dương đặt attendance hay đây lại ní nhầm nâng add tiện tồn hay nâng tờ răng là phò chân ở nhầm ở với bạn tiếng nhầm nâng insert nên mùi trồn này insert cái trồn mùi nhưng mà sẽ đăng nó nhưng insert ai cái sao là dương lên sạp vậy insert ní nên ông tới tập bài ai cái sao mùi để dương lên sạp sần mà nhầm trồn là non nên nó nhầm bài ai cái sao mùi chân nhầm trồn mùi ní và còn men sân của còn bạn ấy nè từ mình chung của con rồi hái nè chân nhom nâng insert ở đây châu ta một insert dương trai chạy lên đi máu mai sẽ làm lên đấy dương vô việc more copy dương vô more copy máu dương vô việc edit copy hơi dương trai mù copy đi châu tới nóng nước nóng folder để dương trong cái châu này dương lại châu nóng chi tiết thành này copy máu với châu bằng cái nhé chân dương rồi đạo một cái này máu và dương lúc này cho chân và chân dương ban chi mua hay sẽ làm chi mua đi sẽ làm đi nhưng ở bên này chân dương trai xong vô pin mình mòn là xong pin mình nói tại mấy bạn em châu nó thằng này thằng ra này ok chân dương ban chụp nguồn sật này đấy lấy nó dương vô được một đồng viết smart count a và smart count a bạn đừng select là thì muốn nó riêng rọp mà
តែសិស្សស្រាប់អស់មានប្រមាណត្រូវយ៉ាងស្មើអូកន្លែងនេះជាប់បាទយើងផ្ដាច់នេះសិន copy កន្លែងនេះមួយមកយើងយក pen brush នេះមក select នេះមកដើម្បីផ្ដាច់នេះសិនបាទឬយើងចុចនៅលើកន្លែងនេះដើម្បីលុបនេះសិនបាទចូល data នេះមកយើងចូល data validation នេះយើង clear នេះចោលចេញបាទខ្ញុំលុបនេះចោលចេញមកយើងលុបនេះចោលចេញបាទអាយ៉ាបន្តចូល data validation នេះមកហើយយើង clear អានេះ all ចុច all ផ្ដាច់នេះសិនមកយើងស្មើរូបម្ដងទៀតស្មើ count តា count A បាទ select នេះមកយើង select សិស្សបាទយើង enter អញ្ចឹងវានឹងឃើញចំនួនដែរកន្លែងនេះយើងសរុបtotal female ស្រី ស្មើ count if select នេះមកអានឹងយើងរាប់លក្ខខណ្ឌណា select យកមកវា1បាត់មិញកណ្ដុរយើងវាយអក្សរ F មកឬក៏យើង select ក៏បានដែរបងប្អូនអាច select នៅលើនោះក៏បានដែរអញ្ចឹងមាន8នាក់បាទអូខេអញ្ចឹងយើងមានតារាងបែបនេះហើយណាអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនអរគ្នាតែខ្ញុំនៅបង្ហាញបញ្ចប់បន្តិចទៀតបាទយើងត្រូវ upload ឯកសារនេះចូលទៅក្នុងនេះរបស់យើងបាទបិទនេះមកយើងត្រូវ upload ឯកសាររបស់យើងនេះចូលនៅក្នុង Google Drive របស់យើងនេះបាទអញ្ចឹងខ្ញុំត្រូវបង្កើត attendance ថ្មីមួយទៀតបាទខ្ញុំចូលក្នុង attendance នេះមកខ្ញុំយក folder ថ្មីមួយនេះខ្ញុំដាក់ថា student attendance 2025 អូខេអញ្ចឹងយើងបង្កើតអានេះបានហើយបាទយកនេះមកងាយអ្នកគ្រូចូលទៅក្នុង folder ដែលយើងបានបង្កើតមិញហើយបាទយើងមើល folder របស់យើងនេះមកពីណាឯកសាររបស់យើងមិញយើងទុកនៅកន្លែងណាបាទយើងត្រូវទៅរកឯកសារដែលយើងបានរក្សាទុកសិននេះមិនមែនទេខ្ញុំដាក់ឯកសារនៅក្នុងនោះវិញចូលក្នុង curriculum នេះសិនខ្ញុំចូល Cambridge នេះយើងត្រូវរក folder អូខេយើងបិទនេះសិនក៏បានដែរបងប្អូនអាចបើកមួយម្ដងទៀតចុច home អក្សរ E មកយើងនឹងឃើញនៅក្នុង folder មួយណានេះនៅក្នុងនេះយើងដាក់ Parma IS attendance for part time classes អូមិនមែនទេអានេះយើងបើកមិនទេអានេះយើងចូល GEP attendance នេះយើងចូល Parma IS curriculum Cambridge GEP calendar បាទយើងចុចបែបនេះក៏បានឬក៏យើងចូល open បែបនេះក៏បានដែរបាទអញ្ចឹងយើងចូលនេះមកយើងចូលនៅក្នុង folder នេះចូល curriculum នេះមកបាទ Cambridge យើងចូល calendar នេះ calendar 2025 2026បាទអញ្ចឹងនៅក្នុងនេះយើងអាចទាញចូលបាទសកត់លើវាចេញមកហើយអូសចូលបាទ
lấy ông mà việc của phong tại upload hai bạn này lấy châu lại này chứ ông phong ai bạc mời bạn bạn ok thế nhé ông phong ai khơi cùng ruแบบnày okแล้วน้องนี้ยังไอ้บรวมตูนติดกับบ้านได้น้องนี้จังขังเลยนี่บางคนอาจinsert หรือ upload logo ไอ้สิ่งบางคนจะในบ้านหรือ logo แบบนี้บ้าน logo แบบนี้ยังไอ้ copy จากบ้านได้ Ctrl C Ctrl V เนี่ยnó hay rồi đây ok ok chân giúp anh logoแบบนี้ปอดเป็นสิ่งเซนแต่ตรงนั่งกระไรนี้ยังไอ้ copy select นี่จากบ้าน select นี่เมาส์ហើយកន្លែងនេះយើងអាច insert បន្ថែម below យើងអាច insert បន្ថែមបាននេះបាទអូវាជាប់អូខេចឹងinsert បញ្ចូល2 3ទៀតមកបាទយើង control នេះដើម្បីបញ្ចូលកន្លែងនេះយើងអាចរៀបចំសរសេរពេលក្រោយក៏បានដែរបងប្អូនអរគ្នាអាចរៀបចំបញ្ចូលពេលក្រោយក៏បានដែរយើងបញ្ចូល logo ប៉ុណ្ណឹងក៏បានហើយយើងអាចវាអក្សរបញ្ចូលក៏បានបាទចឹងអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នាវីដេអូក្រោយ